បាទអញ្ចឹងថ្ងៃនេះក៏សូមមុននឹងនិយាយនៅរឿងរបស់យើងក៏សូមធ្វើការគោរពដល់អស់លោកដែលជាកវីបណ្ឌិតអដ្ឋកវិទ្យនិស្សិតបញ្ញវន្តសាស្ត្រាចារ្យពហុសូត្រតាំងពីជំនាន់ដើមរៀងរៀបដរាបរហូតដល់សម័យបច្ចុប្បន្ននេះបើខ្ញុំបាទនិយាយទៅវាលើសវាខ្វះអីយ៉ាងណែយ៉ាងណាសូមអស់លោកកុំប្រកែប្រកាន់អីព្រោះអីការដែលយើងនិទានរឿងនេះយើងមិនមែនចេះតែនិទានទេណាយើងមើលហើយមើលរន្ទិញមករឿងនោះតម្រាំមិនចេះ4-10ថ្ងៃបានទិញចាស់មាត់ហ្នឹងហើយក៏យកតាកន្លែងសំខាន់មកនិយាយដែរមិនទិញមួយថ្ងៃយើងចេះទេហ្នឹងអញ្ចឹងរឿងហ្នឹងមានចំណងជើងថាកុកបណ្ឌិតគ្រាន់តែរឿងកុកបណ្ឌិតហ្នឹងខ្ញុំទន្ទិញមករឿងហ្នឹងខ្ញុំចាំមករឿងហ្នឹង3ឆ្នាំហើយបាទរឿងកុកបណ្ឌិតហ្នឹង3ឆ្នាំអត់ចោលទេទៅណាក៏ខ្ញុំនិយាយរឿងហ្នឹងជួបទៅផ្សារទៅអីខ្ញុំនិទានរឿងហ្នឹងឲ្យគេស្ដាប់ហើយឲ្យទៅថាគេនិយាយមកត្រូវរឿងយើងនិទានឲ្យគេស្ដាប់បាទអញ្ចឹងកុំឲ្យខាតពេលយូរមកស្ដាប់ទាំងអស់គ្នានៅរឿងកុកបណ្ឌិតរឿងនេះសុទ្ធតែដកស្រង់ចេញពីនិទានជាដកដែលយើងសិក្សាថាមិនមែនតែចំពោះតែប្រសងទេយើងប្រសក់ហ្នឹងក៏យើងអាចបើថាយើងមានចំណងចំណូលចិត្តអញ្ចឹងទៅយើងក៏អាចយកមកនិយាយយកមករៀនបានដែរហ្នឹងហើយយើងជាកុហកហ្នឹងហើយមិនបាច់ថាប្រសងទេអញ្ចឹងរឿងកុកបណ្ឌិតនេះកាលពីជំនាន់ដើមដែលយូរលង់ណាស់មកហើយហ្នឹងមានបរោះ3នាក់ដែលជាអ្នកបរបាញ់សត្វនៅក្នុងព្រៃគាត់បានធ្វើដំណើរពីផ្ទះហ្នឹងទៅក្នុងព្រៃទៅដើររកម្រឹកគីអញ្ចឹងហ្នឹងហើយប៉ុន្តែពេលវាចម្លែកថ្ងៃហ្នឹងទៅរកអត់មានបានជួបសត្វសំបីតែមួយក្បាលអត់ជួបសត្វទេមួយថ្ងៃទល់យប់ដល់ទៅពេលដើរចុះដើរឡើងដើរចុះដើរឡើងនៅក្នុងព្រៃហ្នឹងថ្ងៃជិតយប់ក៏បានប្រទះនៅកូនសត្វ3សម្បុកហើយវាកប់ជួនអីគ្នាគាត់3នាក់ទៀតអញ្ចឹងណាដល់ទៅពេលហើយអញ្ចឹងទៅគាត់ក៏គិតថាយេពួកយើងដើររកសត្វវាដូចអត់មានបានសត្វអីទេមួយថ្ងៃនេះអញ្ចឹងមកដល់នេះប៉ះកូនសត្វ3សម្បុកយើងគិតយកម្នាក់មកសម្បុកទៅចិញ្ចឹមបាទហើយបង្ហាត់បង្រៀនវាឲ្យចេះនិយាយចេះធ្វើត្រាប់តាមមនុស្សហ្នឹងឯងហើយកូនសត្វទាំង3ក្បាលហ្នឹងមានកូនកង្កោកមួយក្បាលហ្នឹងឯងកូនកង្កោកមួយក្បាលកូនសារិកាហ្នឹងមួយក្បាលហើយនឹងកូនកុកហ្នឹងមួយក្បាលលុះបរោះទាំង3នាក់នឹងយកកូនសត្វទាំង3នឹងមកដល់ផ្ទះអញ្ចឹងទៅក៏បានរៀបចំធ្វើទ្រុងធ្វើអីដាក់សត្វនឹងអញ្ចឹងណាហ្នឹងហើយដាក់ចំណីដាក់អីឲ្យវាចឹកវាស៊ីអញ្ចឹងទៅដល់ទៅពេលឲ្យវាស៊ីធំថត់អញ្ចឹងទៅក៏បង្ហាត់បង្រៀនវាម្ចាស់កូនកង្កោកហ្នឹងគាត់ក៏បានបង្ហាត់បង្រៀនឲ្យកូនកង្កោកហ្នឹងចេះពេនចេះពងចេះរាំហ្នឹងឯងហើយឲ្យចេះស្ដាប់ភាសារបស់ម្ចាស់ណាថាម្ចាស់ឲ្យរាំឲ្យជ្រិះឲ្យពេនឲ្យពងហ្នឹងហើយកង្កោកវាជាសត្វកំណត់ខ្លីអញ្ចឹងទៅក៏ម្ចាស់ឲ្យធ្វើអីធ្វើហ្នឹងឲ្យធ្វើអីធ្វើហ្នឹងរៀនឆាប់ចេះហ្នឹងឯងឲ្យពេនឲ្យពងឲ្យរាំចេះទាំងអស់បាទដល់ទៅ
mà cha côn sa để ca mà cha côn sa để ca nó cót của ban bằng hát côn sa để ca nó bỏ cót nó ôi trên này dưới phía xa mà nô ở trên trap ta mà nô dây ấy ở côn sa để ca nó trên hình dây nè côn cần ngọc nè côn sa để ca chỉ sát cần nứt clay ở chấn bằng hát một đến chập chơi nè chập chơi chập trap ta bà nè chụp nay ai côn cốc bằng đất cốc bằng đất cốc của cha là khơi nhoi thà bờ sân thì ở thà anh thua trap ta mà chá rồi bỏ anh đây chỉ chuôn mình đăng ấyประกอบជាអញនៅជាប់ក្នុងទ្រុងនេះអស់មួយជីវិតគ្មានសេរីភាពទេដល់ពេលហើយអញ្ចឹងទៅកូនកុកហ្នឹងម្ចាស់បង្ហាត់បង្រៀនមិនក៏អត់ចេះដែរម្ចាស់បង្ហាត់មិនក៏មិនព្រមធ្វើតាមដែរឲ្យធ្វើអីក៏អត់ធ្វើតាមដែរគាត់ថាម្ចាស់បង្ខំខ្លាំងហ្នឹងគ្រាន់តែស្រែកកុកក្រម្ដងពីរដងបីដងប៉ុណ្ណឹងឯងដល់ពេលហើយអញ្ចឹងទៅសម័យថ្ងៃក្រោយមកម្ចាស់កូនសារិកាម្ចាស់កូនសត្វទាំង3នាក់ហ្នឹងបាននាំយកសត្វរបស់ពួកគាត់ហ្នឹងយកទៅថ្វាយព្រះរាជាដើម្បីបង្ហាញសមត្ថភាពឲ្យព្រះរាជាទូតហ្នឹងហើយដល់ពេលយកទៅអញ្ចឹងទៅក៏ម្ចាស់កូនកងោកហ្នឹងគេបានឲ្យកងោកហ្នឹងពេនពងឲ្យព្រះរាជាមើលហ្នឹងហើយកូនកងោកហ្នឹងគេតែធ្វើឮម្ចាស់ធ្វើអីហ្នឹងឲ្យធ្វើអីធ្វើហ្នឹងឲ្យធ្វើអីធ្វើហ្នឹងអញ្ចឹងទៅព្រះរាជាទូតឃើញព្រះអង្គសពព្រះរាជហឫទ័យឲ្យអាមាត្យហ្នឹងយកកូនកងោកទៅចងទុកមកខាងដល់ពេលហើយព្រះរាជាហ្នឹងបានសួរទៅម្ចាស់កូនសារិកាថាតើកូនសារិការបស់អ្នកចេះអីខ្លះពេលក្រោយមកម្ចាស់កូនសារិកានេះគេអួតប្រាប់ព្រះរាជាថាកូនសារិការបស់ទូបង្គំនេះចេះនិយាយភាសាមនុស្សបានព្រះអង្គចេះត្រាប់តាមមនុស្សបានបើអញ្ចឹងអ្នកឯងចូលធ្វើឲ្យកូនសត្វសារិការបស់អ្នកឯងត្រាប់តាមភាសារបស់អ្នកឯងមើលគ្រាន់តែម្ចាស់គេនិយាយអីកូនសារិកាហ្នឹងគេនិយាយនឹងតាមម្ចាស់និយាយអីកូនសារិកានិយាយនឹងតាមសត្វទាំងពីរហ្នឹងជាសត្វកណិតខ្លីទេបងប្អូនហ្នឹងហើយដល់ពេលហើយអញ្ចឹងទៅព្រះរាជាទួតឃើញពេញចិត្តមួយទៀតហើយក៏បញ្ជាឲ្យអាមាត្យហ្នឹងយកកូនសារិកាទៅចងទុកក្បែរកូនកងោកដល់ពេលហើយក្រោយមកព្រះរាជាបានសួរទៅម្ចាស់កូនកុកម្ដងថាណាមនាលតើកុករបស់អ្នកហ្នឹងមានជំនាញខាងអ្វីខ្លះដល់ពេលក្រោយមកម្ចាស់កូនកុកហ្នឹងក៏បាននិយាយថាបើពិតព្រះរាជាដ៏ចម្រើនកូនកុករបស់ខ្ញុំនេះជាសត្វអត់ចេះអ្វីទាំងអស់ចេះតែស្រែកយំកុកក្រតែប៉ុណ្ណោះព្រះរាជាគ្រាន់តែឮប៉ុណ្ណឹងក៏បញ្ជាឲ្យអាមាត្យទៅស្រាយខ្សែប្រឡែងឲ្យកុកនឹងហើយតណាទៅចុះទុកធ្វើអីព្រោះអីវាអត់ចេះនិយាយស្ដីអីចឹងគ្រាន់តែប្រឡែងកុកហើរួចខ្លួនទៅទុំលើកពូប្រាសាទកុកទុំលើកពូប្រាសាទកុកនិយាយមកពីលើកពូប្រាសាទថាខ្ញុំមិនមែនល្ងងទេខ្ញុំមិនមែនមិនចេះទេមូលហេតុដែលខ្ញុំមិនធ្វើត្រាប់តាមម្ចាស់ខ្ញុំពីព្រោះខ្ញុំខ្លាចជាប់ចំណងអស់មួយជីវិតដូច្នេះហើយទៅខ្ញុំធ្វើល្ងងព្រះរាជាគាត់នៅលើភាសាកងោកទៅប៉ុណ្ណឹងព្រះរាជាលន់មាត់ថាសាធុ3ដងណាបងប្អូនសាធុ3ដងថាអ្នកឯងពិតជាកុកបណ្ឌិតមែនពិតជាអ្នកមានគំនិតឆ្លាតវៃមែនហើយដល់ពេលហើយអញ្ចឹងទៅក៏កុកហ្នឹងគេហើទៅបាត់ទៅហើយព្រះរាជាទួតឃើញកូនកងោកនិងកូនសារិកាហ្នឹងមើលទៅមានទឹកមុខក្រៀមក្រំអញ្ចឹងទៅក៏បញ្ជាឲ្យអាមាត្យហ្នឹងស្រាយខ្សែប្រឡែងឲ្យហោះហើរទៅមានសេរីភាពដោយកូនកុកអញ្ចឹងដែរបាទអញ្ចឹងរឿងនិទានខ្លីៗក៏សន្មតថាចប់ប៉ុណ្ណេះឯងអេវ៉ាង